សួស្តីអ្នកនរគ្នាយើងមកត្រឡប់មកកាន់exercise របស់យើងដែលតកតងទៅនឹងការ present simple ហើយនៅក្នុងចំណុច exercise នេះគឺខ្ញុំនឹងបញ្យល់តកតងទៅនឹងពីរបៀបប្រើ do does am is ហើយនឹង are ដោយសារហ្នឹងគឺយើងបានរៀនរួចមកហើយអញ្ចឹងនេះគឺជាលំហាត់ដែលយើងត្រូវធ្វើនៅក្នុងថ្ងៃនេះអញ្ចឹងអ្នកនរគ្នាមើលក្នុងនេះគេថា complete the gaps with do does am is ឬក៏ are អញ្ចឹងគេឲ្យយើងបំពេញមាន do មាន does មាន am មាន is មាន are អញ្ចឹងនៅពេលនេះគឺវាមិនចូលគ្នាអញ្ចឹងឥឡូវយើងមកមើលទី1គេថា what you like to do in summer អញ្ចឹងអ្នកនរគ្នាតាកន្លែងនេះយើងប្រើប្រាស់ជាប្រភេទអីគេ do ឬក៏ does am is ឬក៏ are ឥឡូវយើងមកមើលថា subject you យើងដឹងថា you អញ្ចឹង you នៅក្នុងនេះ you វាអាចប្រើប្រាស់ជាមួយនឹង are ឬក៏ do សម្រាប់ជំរឿនណាដែលយើងគិតថាវាមិនអាចទៅរួចទេយើងមិនយកវាមកគិតទេកុំឲ្យវាខាតពេលវេលាយើងធ្វើលំហាត់ដូចថាឥឡូវ does យើងក៏វាគឺយើងក៏ដឹងដែរថា does មិនអាចទៅជាជំរឿនដែលយើងអាចប្រើប្រាស់ជាមួយនឹង you ទេបើ am រត់ទៅអត់ទៀតហើយបើ is រត់តែមិនមែនអញ្ចឹងវាអាចមានករណីពីរអាចមាន do ឬក៏ are អញ្ចឹងចម្លើយក្នុងនេះគឺបាទ do ហេតុអីបើយើងប្រើប្រាស់ do យើងមិនប្រើប្រាស់ are នៅក្នុងកន្លែងបរិបទនេះអ្នកនរនេះត្រូវចាំថា do ឬក៏ does វាអាចប្រើប្រាស់បានតែជាមួយនឹងប្រភេទកិរិយាសព្ទទេកិរិយាសព្ទវាដូចគ្នាអញ្ចឹងឧទាហរណ៍ថា I don't do homework អញ្ចឹងអា do ហ្នឹងគឺធ្វើអញ្ចឹងក៏អាចដាក់ប្រើ I am not do ឯងអញ្ចឹងយើងគេប្រើប្រាស់ប្រភេទពួក do ឬក៏ does ជាមួយនឹងប្រភេទកិរិយាសព្ទដូចគ្នាដូចនេះអញ្ចឹង like អញ្ចឹងបន្ទាប់ពី subject យើងមើលសិនយើងមើលបន្ទាប់ពី subject មានថ្នាក់ពីជាអីគេពាក្យហ្នឹងគឺ like នោះគឺថ្នាក់ពីជា verb ហើយជាកិរិយាសព្ទហើយអញ្ចឹងគឺគេអត់ប្រើ are ទេគេអត់មានប្រើ what are you like ទេគឺគេប្រើប្រាស់ជាមួយនឹង do ប្រភេទ do ឬក៏ does ហ្នឹងគឺគេប្រើហ្នឹងអញ្ចឹង what do you like to do in summer ទី2 he not like playing soccer អញ្ចឹងនៅក្នុងនេះវាអាចនឹង is ឬក៏ does អញ្ចឹងដូចខ្ញុំបានប្រាប់នៅខាងលើហ្នឹងថាពេលណាប្រើប្រាស់ am is are ពេលណាប្រើប្រាស់ do ឬក៏ does ឥឡូវយើងមើលបាទអញ្ចឹងគឺ he does not like playing soccer អញ្ចឹងគឺយើងប្រើប្រាស់ does តែបន្ទាប់ពីកន្លែង not នេះអ្នកនរគ្នាមើលទៅគឺឃើញ like គឺជាកិរិយាសព្ទដែលយើងអាចប្រើប្រាស់បាទ is បានទេអូខេចូលទៅទី3 my mother says that I គេ very lazy អញ្ចឹងអ្នកនរនេះត្រូវដឹងថា lazy ថាពាក្យជាអីគេអញ្ចឹងយើងមើលថា lazy គឺជាថាពាក្យវាជា adjective អញ្ចឹងបើ adjective យើងដឹងថាតើប្រភេទ am is are ប្រើប្រាស់នៅពេលណាប្រភេទ to be នេះប្រើប្រាស់ដូចជាមេរៀនចាស់យើងដូចជា noun preposition ជាមួយនឹង adjective អញ្ចឹងតែអញ្ចឹងអានេះ lazy ជា adjective អញ្ចឹងយើងប្រើប្រាស់គេយើងប្រើប្រាស់ do ឬក៏ប្រើប្រាស់ am អញ្ចឹងគឺយើងប្រើប្រាស់ am I am very lazy បាទត្រឹមត្រូវ but ប៉ុន្តែ not think យើងមើល think កន្លែងនេះជាអីគេ think កន្លែងនេះគឺជា verb ហើយអញ្ចឹងគាត់ថាជា verb គេអត់ប្រើប្រាស់ប្រភេទពួក to be ទេគេប្រើប្រាស់ប្រភេទពួក do ឬក៏ does អញ្ចឹង I ប្រើជាមួយអី do អញ្ចឹងយើងដាក់ do មករួច I do not think that it is បាទយើងប្រើ is ដោយសារ true នេះគឺជា adjective យើងអាចប្រើប្រាស់ជា it does true ឯអត់ទេបាទដោយសារ true ជា adjective ហើយ am is are ប្រភេទពួកហ្នឹងគឺប្រើប្រាស់ជាមួយនឹង adjective preposition noun ដែលយើងធ្លាប់បានរៀនហ្នឹងតែទី4 you have a sister do you have a sister ឬក៏ you have a sister ចឹងចម្លើយវាគឺច្បាស់ជា do ឯដោយសារយើងមើលបន្ទាប់ពី subject កាលណាជាប្រយោគសំណួរអ្នកនេះមើលបន្ទាប់ពី subject នឹងជាអីគេបន្ទាប់ពី subject នឹងដាក់ពាក្យវាជា verb អូខេយើងប្រើប្រាស់ do ឬក៏ does ទៅតាម subject តែបើសិនជាបន្ទាប់ពី subject វាជា preposition ឬក៏ noun ឬក៏ adjective យើងប្រើប្រាស់ប្រភេទពួក to be am is are ទៅតាម subject ចឹងទៅអញ្ចឹងដល់កន្លែងនេះចឹងបន្ទាប់ពី subject គេ have មានអញ្ចឹង have នោះគឺជាថ្នាក់ពាក្យជា verb ហើយជាកិរិយាសព្ទហើយអញ្ចឹងយើងប្រើប្រាស់ verb គ្នាវាដូចអញ្ចឹង do មក do you have a sister ហ្នឹងជាចម្លើយដែលត្រឹមត្រូវ yes I អញ្ចឹងធម្មតាទេតែកាលណាគេសួរ do ហើយយើងក៏ត្រូវឆ្លើយ yes I do ដែរវាមិនថា yes I am ទេបាទបន្តមកគេដាក់ she only 3 years old អញ្ចឹងក្នុងនេះគេដាក់ she does only 3 years old ឬក៏ she is ក្នុងនេះក្នុងការឆ្លើយជាអាយុគេអត់ដែរប្រើប្រភេទ do does ទេគឺគេឆ្លើយបាទប្រភេទ am is are she is only 3 years old ហ្នឹងត្រឹមត្រូវបាទទី5 this boy not want to swim in the lake អញ្ចឹងយើងប្រើប្រាស់អីគេគឺក្នុងនេះយើងមើលបន្ទាប់ពី
boy เนี่ยបាទបន្ទាប់ពី not ទៅនេះទៀតច្រឡំបន្ទាប់ពី boy បន្ទាប់ពី not នេះវាជាអីគេវាជា preposition ជា adjective ជាគុណនាមឬក៏ជា verb អញ្ចឹង one នេះបកប្រែទៅគឺចង់អញ្ចឹងបានន័យថា verb ហើយអញ្ចឹងយើងអាចប្រើប្រាស់ប្រភេទ MSR ទេអញ្ចឹងយើងប្រើប្រាស់ does this boy does ហេតុតែយើងដាក់ does boy គឺមានតែមួយទេគឺក្មេងប្រុសស្មើនឹង he អញ្ចឹងយើងដាក់ប្រើជាមួយ does he ណា this boy does not want to swim in the lake បាទ because it ចឹងយើងមើលបន្ទាប់ពី very មាន deep នេះគឺជ្រៅត្រូវហើយបាទជ្រៅអញ្ចឹងគឺ adjective ហើយជ្រៅនេះអញ្ចឹងកាលណា adjective គេប្រើប្រាស់ប្រភេទជាមួយ to be ហើយអញ្ចឹង it is very deep បាទជាចម្លើយដែលត្រឹមត្រូវ 7 it blah blah very hot អញ្ចឹងយើងមើលបន្ទាប់ពី very hot នេះ hot នេះគឺជា adjective ត្រូវទេបាទបើ adjective យើងប្រើប្រាស់ is ហើយគឺប្រភេទ to be ហើយបន្ទាប់មកគេដាក់ថា you want ice cream អញ្ចឹងយើងមើល want នេះចង់បានអញ្ចឹងចង់បានវាជា verb ហើយអញ្ចឹងយើងប្រើប្រាស់ប្រភេទពួកបាទហ្នឹងហើយ do ដែរចឹងតែអញ្ចឹង you យើងប្រើប្រាស់ជាមួយ do បាទអញ្ចឹង do you want ice cream បាទចឹងដែរ yes អញ្ចឹងបើ yes ហើយបន្ទាប់មកគេដាក់ទៀតនេះយើងមើលបន្ទាប់ពី not ណានេះមើលពី not វាមាន want to អញ្ចឹង want ហ្នឹងគឺចង់អញ្ចឹងដឹងហើយស្រាប់ហើយថាវាជាកិរិយាសព្ទអញ្ចឹងយើងប្រើប្រាស់ do មកបាទ I do not want to go anywhere it cold outside អញ្ចឹង cold យើងមើលពី cold ត្រជាក់ទៅមើលបន្ទាប់ពីនេះមក cold ត្រជាក់អញ្ចឹងត្រជាក់នោះវាជា adjective អញ្ចឹង adjective គឺយើងប្រើប្រាស់ verb to be គឺ is ដែលប្រើប្រាស់ជាមួយនឹង it បាទហើយទី8 you crazy បាទអញ្ចឹងយើងមើល crazy ថ្នាក់ពាក្យជាអីបាទបន្ទាប់ពី subject គឺថ្នាក់ពាក្យជា adjective អញ្ចឹងបើថ្នាក់ពាក្យជា adjective ជាធម្មតាគឺយើងប្រើប្រាស់ប្រភេទពួក to be បាទអញ្ចឹង are you crazy តមកបន្តទៀត you know about what you blah blah talking ឥឡូវយើងមើលបកណ្ដាត់មុខសិន know កន្លែងនេះគឺជា verb ទៅទេបាទគឺជា verb by know នេះបន្ទាប់ពី subject អញ្ចឹងបើ know យើងប្រើ do មកបាទ do ប្រើមួយ you do you know about what you blah blah talking នៅក្នុងនេះគឺជាគេហៅ verb ing នៅក្នុងនេះគេអាចសរសេរជា present continuous អញ្ចឹងកាលណាអ្នកនរឃើញ verb ing បែបនេះគឺអាក្រោយបន្ទាប់ពី subject នេះមិនអាចទៅជា do ឬក៏ does ទេតែកាលណាខាងក្រោយនេះវាគេនិយាយពីសកម្មភាពដែលកំពុងកើតឡើងជា present continuous អញ្ចឹងគឺយើងបាទ what you are talking about មិនមែន what do talking about ទេវាអត់អញ្ចឹងទេអញ្ចឹងបាទអញ្ចឹងយើងមើលកន្លែងគេថាតើអ្នកឯងដឹងអំពីអ្វីដែលអ្នកឯងកំពុងតែនិយាយនឹងអត់បាទ he blah blah not believe you អញ្ចឹងយើងមើលបន្ទាប់ពី not មាន believe គឺថ្នាក់ពាក្យជា verb អញ្ចឹងកាលណាថ្នាក់ពាក្យជា verb he យើងប្រើប្រាស់ជាមួយនឹងបាទ does បាទអញ្ចឹង he does not believe you ហើយចុងក្រោយគឺ they blah blah twins twin មានកូនភ្លោះ twin បាទអញ្ចឹងគេដាក់ s អញ្ចឹងមានន័យថាគេប្រើមួយ they ណាបាទអញ្ចឹងបើ twin ជាកូនភ្លោះវាស្នាក់ពាក្យវាជា noun ហើយអញ្ចឹងធម្មតាជា noun គេប្រើប្រាស់ do does ឬក៏ប្រភេទ MSR អញ្ចឹងគឺ noun គេប្រើប្រាស់ជាមួយប្រភេទ MSR they are twins they so much alike នេះក៏ផ្នែកពាក្យជា adjective ដែរបាទថាដូចគ្នាមើលទៅដូចគ្នាបាទអញ្ចឹងគឺគេប្រើ are they are so much alike ពួកគេពិតជាដូចគ្នាខ្លាំងមែនទែនបាទអញ្ចឹងទាំងនេះគឺជាលំហាត់បាទដែលគេឲ្យបំពេញ do does and is ឬក៏ are ដោយសារតែសិស្សមួយចំនួនគាត់អាចនឹងយល់ច្រឡំថាឬក៏គាត់អាចនឹងមិនយល់ថាតើពេលណាទៅប្រើប្រាស់ do ឬក៏ does ពេលណាទៅដែលប្រើប្រាស់ and is ឬក៏ are ពេលខ្លះគាត់ដាក់ប៉ាត់ណាប៉ាត់ណីគឺអត់ត្រូវទេអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះអ្នកទាំងអស់គ្នាបានយល់ជាក់ច្បាស់ហើយបើសិនជាមានសំណួរអីអាចសួរនៅក្នុង comment បាទអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅមេរៀនវីដេអូក្រោយបាយបាយ